ok ní chỉ là việc set control temperatureประเภทนี้chẳng dương chọn việc set ở job hay bay sự kén mà alarm គឺបនវាប៉ុណ្ណឹងយើងមិនបាច់ផ្លាស់ប្ដូរក៏បានឡានទី2បនវាប៉ុណ្ណឹងយើងមិនបាច់ផ្លាស់ប្ដូរក៏បានកន្លែងនេះយើងអត់បាច់ចំកែទេអ្វីដែលយើងត្រូវកែគឺកន្លែង software នេះបាទកន្លែង software នេះគឺជាកន្លែងដែលយើងក្រឹតថាយើងកំណត់ត្រឹមកម្រិតណាឲ្យផ្ដាច់កម្រិតហ្នឹងឬបើសិនជាយើងដាក់កន្លែង software នេះឧទាហរណ៍ថាយើងដាក់ត្រឹមលេខ5 ចឹងក្នុងករណីយើងកំណត់ត្រឹមកម្រិតណាពេលទៀបជាងកម្រិតដែលយើងកំណត់5វានឹងផ្ដាច់កន្លែងអក្សរ P ចឹងបើយើងចង់ឲ្យដល់កម្រិតដែលយើងកំណត់បានឲ្យផ្ដាច់ចឹងយើងដាក់0អូខេដាក់0តាមមក set មកវាជាប់បាទកន្លែងនេះយើងមិនបាច់កែទេកន្លែងនេះគឺយើងមិនចាំបាច់កែដែរbàiนี้คือយើងមិនចាំបាច់កែដែរកន្លែងនេះគឺយើងអត់ចាំបាច់កែដែរបាទតែកន្លែងនេះគឺយើងត្រូវកែណាបាទយើងត្រូវកែអញ្ចឹងOH នេះគឺជាកម្រិតដែលពេលដែលវាផ្ដាច់ហើយចំនួនអង្សាធ្លាក់ទាបមកវិញហើយវាភ្ជាប់វិញអញ្ចឹងនៅក្នុងនេះគឺខ្ញុំយក5អង្សាបានន័យថាយើងក្រាត់វាត្រឹមកម្រិតណាពេលដែលវាធ្លាក់ទាបមកដល់5អង្សាគឺវានឹងភ្ជាប់ឲ្យវិញណាវាភ្ជាប់រេស្តង់ឲ្យវិញអូខេចឹងអាហ្នឹងខ្ញុំយកប៉ុណ្ណឹងខ្ញុំសែវណាកន្លែងនេះយើងអត់បាច់កែទេពេលនេះក៏យើងអត់ចាំបាច់កែដែរបាទអាកន្លែងនេះគឺជាកន្លែងយើងកំណត់ទៅតាមប្រភេទ sensor ណាបាទប៉ុណ្ណឹងយើងត្រូវកែបើសិនជាប្រភេទ sensor យើងខុសណាឥឡូវ sensor ខ្ញុំដាក់អក្សរ K ចឹងអក្សរ K នៅក្នុង manual វាឲ្យយើងយក00ប៉ុន្តែបើ sensor យើងប្រភេទអក្សរផ្សេងយើងយកមើលតាមកដាស់របស់គេនឹងទៅបាទអូខេអាកន្លែងហ្នឹងខ្ញុំយក00ទៅត្រូវហើយប្រភេទ sensor អូខេមានប៉ុណ្ណឹងតោះមកយើងចុច save វាឲ្យចប់មកវានឹង save ទៅនៃនឹងឲ្យយើងវិញបាទយើងចុច save ឲ្យចប់មកប៉ុណ្ណឹងមកត្រូវអូខេអរគុណ